អ្នកស្ដាប់វិទ្យុអាស៊ីសេរីបាទខ្ញុំបាទបានវិចារសូមជម្រាបសួរលោកនាងនិងប្រិយមិត្តអ្នកស្ដាប់វិទ្យុអាស៊ីសេរីទាំងអស់និងជម្រាបសួរអ្នកទស្សនាទូរទស្សន៍វិទ្យុអាស៊ីសេរីនៅតាមប្រព័ន្ធអ៊ីនធឺណិតបាទនៅទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះនឹងមានកិច្ចពិភាក្សាពិសេសមួយដែលយកផ្ដោតសំខាន់ទៅលើប្រធានបទថាតើមានហេតុផលអ្វីខ្លះដែលជនបរទេសត្រូវបណ្តេញចេញពីប្រទេសកម្ពុជាឬក៏ថាជនបរទេសប្រភេទណាខ្លះដែលរាជរដ្ឋាភិបាលមិនគួរអនុញ្ញាតឲ្យរស់នៅក្នុងប្រទេសកម្ពុជាបន្តទៀតវាគ្មិននៅក្នុងរាត្រីនេះមានប្រធានអង្គការវេទិកាអនាគតលោកអ៊ូរ៉ាដែលលោកបច្ចុប្បន្នលោកធ្វើការសិក្សាស្រាវជ្រាវផ្នែកគោលនយោបាយហើយនឹងវាគ្មិនម្នាក់ទៀតគឺលោក Alexandro Davidson លោកជាប្រធានអង្គការចលនាមេដាធម្មជាតិហើយលោកជាមនុស្សម្នាក់ដែលរដ្ឋាភិបាលគ្រោងនឹងមិនបន្តវីសាឲ្យមិនបន្តទៅថាការឲ្យឬក៏ថាចាប់ទៅថាការហ្នឹងអាចបណ្ដេញចេញពីប្រទេសកម្ពុជាផងបាទជំរាបសួរលោកវិក្កាមពីជំរាបសួរបាទលោកនាងជាទីមេត្រីរាជរដ្ឋាភិបាលបានបណ្ដេញជនបរទេសជាច្រើនករណីមកហើយអ្នកទាំងនោះមានទាំងជនជាតិអឺរ៉ុបអាមេរិកជនជាតិចិនហើយក៏មានវៀតណាមដែរដោយសារតែរដ្ឋាភិបាលបានរកឃើញថាពួកគេនឹងបានចូលទៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ហើយក៏មានមួយចំនួនខ្លះទៀតនឹងគាត់ប្រព្រឹត្តខុសច្បាប់ឬក៏ប្រព្រឹត្តខុសក្រមសីលធម៌អីផ្សេងហ្នឹងនៅដើមឆ្នាំ2015ហ្នឹងរដ្ឋាភិបាលក៏បានបណ្ដេញជនបរទេស4នាក់ចេញដោយសារតែគាត់ថតរូបស្រាតនៅតំបន់អង្គរហើយបន្ទាប់មកទៀតគាត់ពមៀនលោក Alexandro ឲ្យមិនបន្តទៅថាការឲ្យដោយសារតែហេតុផលថាលោក Alexandro ដឹកនាំប្រជាពលរដ្ឋតវ៉ានៅក្នុងតំបន់អរ៉ែងបាទសំណួរដំបូងរបស់ខ្ញុំទៅលោកវីរៈបាទលោកបញ្ជូលបន្តិចថាតើនៅកម្ពុជាយើងមានច្បាប់ឬក៏លិខិតបទដ្ឋានអ្វីខ្លះដែលគ្រប់គ្រងទៅលើជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជានោះបាទសូមអរគុណសូមជម្រាបសួរប្រិយមិត្តតាមស្ដាប់កម្មវិធីនេះជម្រាបសួរលោកវិចារនិងលោក Alex ជាមិត្តមួយដែលខ្ញុំស្គាល់យូរដែរហើយតាក់ទងរឿងក្រុមការគ្រប់គ្រងជនអន្តោប្រវេសន៍នេះតាមពិតយើងមានច្បាប់មួយគឺច្បាប់អន្តោប្រវេសន៍ច្បាប់នោះគឺមានចែងតាំងពីឆ្នាំ1994មកម្លេះមាន41មាត្រាក្នុងនោះក៏អនុញ្ញាតឲ្យមាននេះយើងហៅថា sub decree ឬមួយក៏សំទោសខ្ញុំកំពុងហៅនៅខ្មែរដល់ពេលនិយាយអង់គ្លេសផងខ្មែរផងអញ្ចឹងប៉ុន្តែយើងក៏មានអនុក្រឹត្យសំទោសអនុក្រឹត្យក្នុងដែលចារលម្អិតផងដែរបើសិនយើងមើលក្នុងន័យសំណួរដែលយើងនិយាយមុនហ្នឹងគឺតាក់ទងសំណួរសួរថាច្បាប់ណាខ្លះដែលអនុញ្ញាតឲ្យរដ្ឋាភិបាលបណ្ដេញចេញហើយមិនមែនតែអនុញ្ញាតទេបង្ខំឲ្យរដ្ឋាភិបាលបំពេញតួនាទីការពាររឿងអន្តោប្រវេសន៍ច្បាប់អន្តោប្រវេសន៍របស់យើងហើយតែកន្លែងណាយើងនិយាយពីរឿងគួរបណ្ដេញចេញវិញហ្នឹងគឺពីរដែលវាពាក់ព័ន្ធគ្នាប៉ុន្តែមិនមែនដូចគ្នាទាំងស្រុងទេដោយសារយើងមើលពីខ្លឹមសារនៃច្បាប់នេះគឺច្បាប់អនុញ្ញាតចំតម្រងគឺអនុញ្ញាតឲ្យក្រសួងមហាផ្ទៃមានអំណាចហើយតាមពិតក្នុងពិភពលោកនេះគឺមិនមែនជារឿងចម្លែកទេដោយសារជនអន្តោប្រវេសន៍ក៏ដោយអ្នកដែលមកលេងទេសចរក៏ដោយក៏ត្រូវការសុំវីសាដើម្បីចូលមកប្រទេសនីមួយៗដើម្បីឆ្លងដែនចូលមកប្រទេសនីមួយៗផងដែរហើយអញ្ចឹងការអនុវត្តនេះគឺជារឿងមួយត្រឹមត្រូវមិនខុសទេទី2អញ្ចឹងបានយើងនិយាយពីរឿងអំណាចនៃក្រសួងនេះគឺមិនខុសទេប៉ុន្តែបើសិនយើងមើលក្នុងអំណាចនេះដែរក៏មានការចែងអនុក្រឹត្យតាមពិតការចែងអនុក្រឹត្យនេះក៏មិនមែនរឿងមួយដែលខុសដែរក៏ប៉ុន្តែបើសិនជាយើងមើលពីមូលហេតុគួរមិនគួរវិញគឺច្បាប់អនុញ្ញាតឲ្យក្រសួងមានការវិតម្លៃទៅលើជនអន្តោប្រវេសន៍ដែលក្នុងច្បាប់យើងមានចែង3ប្រភេទគឺជនខែមិនមែនអន្តោប្រវេសន៍ non immigrant visa គឺបានន័យថាអ្នកដែលចូលមកលេងមានបំណងមិនរស់នៅមិនមានបំណងធ្វើការអញ្ចឹងទៅមានបំណងផ្សេងអាចទេសចរអាចមកសិក្សាអាចមកសន្និសីទអាចមកប្រជុំអាចមកអីចឹងការងារដែរប៉ុន្តែមិនមានបំណងរស់នៅហ្នឹងខុសគ្នាវាមិនមែនជាអ្នករស់នៅណាមួយទៀតគឺបានចែកមួយទៀតគឺហៅថាអន្តោប្រវេសន៍បានន័យថាសុំមករស់នៅចំណងរស់នៅនឹងមានការរស់នៅវែងនិងការរស់នៅខ្លីរយៈពេលខ្លីប៉ុន្តែក្នុងករណីមួយដែលយើងមានបំណងមកមានសភៅគ្រួសារ
តាមពិតក្នុងនោះក៏មានចែងដែរពីការតម្រូវឲ្យមានស្ពើគ្រួសារហើយច្បាប់មានកន្លែងខ្លះហាក់ដូចជាយើងដូចស្តីប្រទេសកុម្មុយនីសឧទាហរណ៍ករណីដែលយកស្ពើគ្រួសារក្នុងរយៈពេល48ម៉ោងដែលយើងនៅទៅដល់កន្លែងណាមួយតំបន់ណាមួយពីអាជ្ញាធរមូលដ្ឋានពីប៉ូលីសទៀតអញ្ចឹងវាតាក់ទងរឿងការគ្រប់គ្រងសន្តិសុខហ្នឹងគឺសំខាន់ហើយថាដូចជានៅដូចជាអង្គការផ្នែកបណ្ដោះអញ្ចឹងគឺត្រូវដឹងគ្រប់ចំណងបន្តវិញឬទីកន្លែងនេះគឺត្រូវដឹងទាំងអស់ហើយបើសិនទៅឬទីលំនៅឋានទៅកន្លែងផ្សេងក៏ត្រូវជូនដំណឹងទៅកន្លែងផ្សេងសូម្បីតែមានជនបន្តអ្វីដទៃមកលេងផ្ទះជនបន្តអ្វីមួយក៏ត្រូវជូនដំណឹងទៅអាជ្ញាធរក្នុងរយៈពេល24ម៉ោងដែរតាមពិតយើងមើលមែនទេគឺនៅប្រទេសជាច្រើនជាពិសេសប្រទេសប្រជាធិបតេយ្យអត់ត្រូវការអញ្ចឹងទេប៉ុន្តែនៅក្នុងប្រទេសកម្ពុជាគឺចែងច្បាស់ក្នុងកន្លែងហ្នឹងអញ្ចឹងនេះគឺជាកត្តាទី2ប្រភេទទី2នៃជនបន្តអ្វីដែលជនបន្តអ្វីមករស់នៅហ្នឹងមួយទៀតគឺគេហៅថាជនបន្តអ្វីដែលមានបំណងមកវិនិយោគហ្នឹងគឺលក្ខខណ្ឌមួយពិសេសដើម្បីឲ្យអ្នកវិនិយោគហ្នឹងគាត់អ្នកយើងនិយាយមែនតើអ្នកមានលុយអ្នកមានលុយដើម្បីក្នុងគោលកំណត់មួយដើម្បីទាក់ទាញអ្នកមានលុយហ្នឹងគឺផ្ដល់លក្ខខណ្ឌពិសេសដល់ជនបន្តអ្វីហ្នឹងហើយលក្ខខណ្ឌពិសេសហ្នឹងគឺផ្ដល់អំណាចទៅ CDC ទៅក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាក្រមប្រឹក្សាអភិវឌ្ឍកម្ពុជានេះគឺជាស្ថាប័នមួយដែលអ្នកដែលមានលុយគាត់ទៅតាក់ទងបើសិនក្នុងករណីដែលគាត់ទៅតាក់ទងហើយគាត់មានបែងចែកការតម្កល់ប្រាក់មានកម្រិតណាមួយចឹងទៅគាត់ខ្លាយទៅជាអ្នកវិនិយោគហើយបើសិនជាគាត់រកឃើញការវិនិយោគមួយដែល CDC គាត់យល់ព្រមអាហ្នឹងគឺគាត់អាចមានសិទ្ធិស្នើសុំជាជនបន្តអ្វីរស់នៅជាអ្នកវិនិយោគប៉ុន្តែរស់នៅអាចរស់នៅរយៈពេល2ឆ្នាំហើយទទួលការសាររើសុំសារឡើងវិញ2ឆ្នាំម្ដងឬមួយក៏អាចស្នើសុំរហូតទៅដល់រស់នៅមួយជីវិតបាទហើយ permanent ដំណងរស់នៅមួយជីវិតមកអញ្ចឹងយើងមើលពីខ្លឹមសារហ្នឹងគឺផ្ដល់ឲ្យក្រមប្រឹក្សាអភិវឌ្ឍហ្នឹងគឺមានអំណាចខ្លាំងមែនទែនក្នុងការផ្ដល់ឲ្យជនបន្តអ្វីហ្នឹងគឺរស់នៅមួយជីវិតប៉ុន្តែមិនមែនសញ្ជាតិខ្មែរទេប៉ុន្តែខ្លាយទៅជាអ្នកដែលមានសិទ្ធិរស់នៅអស់រយៈអស់មួយជីវិតជា permanent ជាអ្នកទៀងទាត់ហ្នឹងគឺយើងក្នុងហ្នឹងយើងមានហើយក្នុងហ្នឹងក៏ច្បាប់ហ្នឹងក៏ក្នុងមាត្រា36គឺនិយាយចំតែម្ដងគឺតាក់ទងរឿងសិទ្ធិ36 37ហ្នឹងគឺផ្ដោតទៅលើក្រសួងមហាផ្ទៃដែលមានសិទ្ធិក្នុងការបណ្ដេញចេញជនបន្តអ្វីក្នុងហ្នឹងគឺ36គឺតាក់ទងតែរឿងសន្តិសុខជាតិហើយសន្តិសុខជាតិនេះគឺជារឿងមួយដែលយើងត្រូវនិយាយគ្នាបន្ថែមផងដែរ37កម្មពិតអាហ្នឹងគឺប្រទេសណាក៏គេប្រើដែរថាបើសិនជាចូលមកខុសច្បាប់អញ្ចឹងគេបណ្ដេញចេញទាំងអស់ហ្នឹងគឺតាមពិតត្រូវអាហ្នឹងមិនខុសទេប្រទេសណាគេប្រើអញ្ចឹងទេតែអ្នកចូលមកខុសច្បាប់គេបណ្ដេញចេញវិញប៉ុន្តែ36និយាយថាអ្នកពីអ្នកដែលមកត្រូវច្បាប់ហើយបើសិនត្រូវច្បាប់តើក្នុងករណីអីដែលគេត្រូវតែបណ្ដេញចេញហ្នឹងគឺតាក់ទងរឿងសន្តិសុខជាតិប៉ុន្តែមិនមានតាក់ទងរឿងសូម្បីតែស្រាតនៅអង្គរហ្នឹងអត់មាននិយាយទេប៉ុន្តែតាមខ្ញុំយល់អាហ្នឹងគឺអំណាចមួយក្នុងការវិនិច្ឆ័យហ្នឹងគឺត្រូវតែមានហើយប៉ុន្តែគ្រាន់តែច្បាប់យើងអត់និយាយច្បាស់លាស់តើមូលហេតុសំរុំហ្នឹងដូចខ្ញុំថាហ្នឹងគួរនេះតើកន្លែងណាខ្លះដែលយើងត្រូវទៅជែកគ្នាបន្តក្នុងករណីក្នុងការជែកគ្នាមួយនិយាយរឿងគោលនយោបាយអន្តរវេហ្នឹងដើម្បីលំអិតថាតើពេលណាយើងគួរតែបណ្ដេញចេញហើយពេលណាដែលរដ្ឋអំណាចមិនគួរមានសិទ្ធិអំណាចក្នុងការបណ្ដេញចេញទេដើម្បីទុកឲ្យមានសេរីភាពដល់អន្តរវេផងដែរបាទហើយត្រង់ចំណុចមិញដែលលោកក៏បានលើកហ្នឹងត្រង់មាត្រាមួយនិយាយពីសន្តិសុខជាតិប៉ុន្តែច្បាប់យើងអត់មានចែងថាតើសន្តិសុខជាតិហ្នឹងស្អីខ្លះទេហើយការប្រើប្រាស់ពាក្យសន្តិសុខជាតិហ្នឹងក៏ត្រូវបានរដ្ឋាភិបាលប្រើប្រាស់សម្រាប់ឲ្យចោទប្រកាន់សកម្មជនមួយចំនួនដែរហើយត្រង់ចំណុចនេះលោកគិតឃើញបែបណាដែរថាតើអ្នកនយោបាយគួរតែធ្វើបែបណាដែរចំពោះពាក្យសន្តិសុខជាតិហ្នឹងតើគួរឲ្យចែងឲ្យច្បាស់លាស់តែម្ដងឬក៏នៅបន្តប្រើចំណុចហ្នឹងទៀតខ្ញុំសូមនិយាយពីរឿងគោលនយោបាយជនតវេចេះក្នុងន័យចេះទី1ឲ្យយើងនិយាយមួយក្នុងន័យមួយដែលយើងអាចប្រើគ្រប់ប្រជាពលរដ្ឋទាំងអស់គ្រប់ជនតវេទាំងអស់ស្បែកសស្បែកខ្មៅស្បែកលឿងស្បែកមកពីខាងណាក៏ដោយមកពីខាងកើតមកពីខាងជើងមកពីខាងលិចក៏ដោយគឺទី1ច្បាប់គោលនយោបាយយើងត្រូវស្មើភាពគ្នាប្រើគ្រប់ពេលកលៈទេសៈបានអញ្ចឹងបើយើងនិយាយជួនកាលយើងចេះតែនិយាយថាលោក Alex ខ្ញុំស្រឡាញ់ណាស់អញ្ចឹងយើងមិនត្រូវយកយើងត្រូវធ្វើម៉េចឲ្យច្បាប់បន្តវិញយើងទូលាយតំណងឧទាហរណ៍ណាចាប់តែដល់ពេលជនជាតិវៀតណាមឬមួយជនជាតិចិនក្នុងករណីដែលជនជាតិចិនបានបញ្ជូនកម្មករមកធ្វើវិរិយអគ្គិសនីឬមួយក៏ជនជាតិចិនមករស់នៅក្នុងប្រទេសកម្ពុជាដែលខុសច្បាប់ជាច្រើនឬមួយក៏មកនៅកម្ពុជាហូរចូលមកច្រើនមែនតើយើងថាយើងចាប់បានភ័យតែម្ដងអាហ្នឹងយើងប្រយ័ត្នដែរអញ្ចឹងក្នុងករណីដែលធ្វើច្បាប់ឬមួយក៏គោលនយោបាយចាត់តាក់តែងគោលនយោបាយអន្តរវេនេះគឺត្រូវប្រុងប្រយ័ត្នធ្វើម៉េចឲ្យសមហេតុផលគ្រប់ជ្រុងជ្រោយទាំងអស់ហ្នឹងគឺកន្លឹះមួយដ៏សំខាន់ប៉ុន្តែទន្ទឹមគ្នានោះដែរខ្ញុំសូមបញ្ជាក់ចេះ
រឿងលោក Alex គឺជារឿងមួយដែលលោកសាររដ្ឋាភិបាលគាត់ជួយក្បាលរឿងការពារតំបន់អរ៉ៃនិងបរិស្ថានហ្នឹងយើងនិយាយចំគឺអត់មានអីឆន្ទៈលាក់ពីក្រោយខ្នងនឹងទេហើយក៏បើសិនជាខ្ញុំមើលពីខ្លឹមសារដែលគាត់និយាយពីមូលហេតុនៅជាសាធារណៈក៏គាត់មិនមានបានលាក់ដែរគាត់ដឹងថារឿងហ្នឹងដោយសារលោក Alex គឺជាអ្នកដែលតវ៉ាហើយគាត់គ្មានបំណងចង់បន្តវីសាឲ្យលោក Alex ហ្នឹងគឺជារឿងមួយតាក់ទងរឿងនយោបាយអញ្ចឹងយើងនិយាយក្នុងន័យពីរទី1ច្បាប់អន្តរវេសនិងគោលនយោបាយអន្តរវេសដែលប្រើស្មារតីគ្នាទី2ក្នុងករណីនេះគឺគេហៅថាពាក្យអង់គ្លេសមួយគេហៅថាសម្រាប់មិត្តខ្ញុំសម្រាប់សត្រូវខ្ញុំគេប្រើច្បាប់ណាយកច្បាប់យកប្រើសម្រាប់មិត្តខ្ញុំស្អីក៏បានណាអញ្ចឹងបានន័យថាម៉េចបានន័យថាមិត្តរបស់រដ្ឋាភិបាលគាត់ឲ្យចូលមកហូរចូលមានអ្នកខ្លះមកចូលសញ្ជាតិទាំងខ្មែរទៀតខ្ញុំដឹងឲ្យលុយទៅ$50,000អាចចូលសញ្ជាតិខ្មែរបានដោយគ្មានការបែងចែកច្បាស់លាស់មានអ្នកខ្លះចូលមកធ្វើជាតវវិញជាអ្នកវិនិយោគខ្ញុំកៅខុសមិនមានទាំងលុយនិងតម្កល់ច្បាស់លាស់អញ្ចឹងបើសិនជាយើងក្នុងន័យនេះគាត់ថាអាហ្នឹងគាត់មានផលប្រយោជន៍ជាតិអញ្ចឹងគាត់យកគាត់ហៅថាគាត់យកមិនយកច្បាប់ទៅប្រើទេដល់ពេលកន្លែងខ្លះដល់ពេលលោក Alex គាត់ធ្វើអីណាយកច្បាប់យកមកប្រើរឿងផ្សេងៗប៉ុន្តែក្នុងករណីច្បាប់ហ្នឹងគឺច្បាប់ហ្នឹងអត់មានច្បាស់ថាត្រូវតែបណ្ដេញលោក Alex ចេញពីប្រទេសកម្ពុជាទេហើយបើក្នុងករណីដែលអត់ច្បាស់តាមពិតរដ្ឋគួរពិចារណាមើលថាតើការបណ្ដេញហ្នឹងផលប្រយោជន៍អីសម្រាប់ជាតិយើងបើសិនជាអត់មានផលប្រយោជន៍ទេមិនគួរទេគួរតែបន្តវីសាទៅចាប់រឿងហើយរឿងនៅអរ៉ៃក៏ដោយរឿងនៅកន្លែងណាក៏ដោយដោយសារអីគាត់រដ្ឋាភិបាលគាត់ជួយក្បាលជាមួយលោក Alex ទេដោយសារបើសិនជាមួយនឹងខ្មែរយើងគាត់សឡុតបានដោយសារជាមួយបរទេសគាត់ត្រូវគោរពសិទ្ធិបន្តិចគាត់ត្រូវធ្វើអីទៅតាមសិទ្ធិតាមអីត្រឹមត្រូវណាអញ្ចឹងគាត់ពិបាកជាមួយលោក Alex ព្រោះគាត់មិនដឹងថាត្រូវឆ្លើយតបរបៀបម៉េចតាមពិតបើសិនជារដ្ឋាភិបាលខ្មែរយើងគាត់ចាត់ទុកប្រជាប្រដ្ឋខ្មែរយើងណាគាត់គោរពសិទ្ធិហើយគាត់ធ្វើតាមនីតិវិធីអ្នកណាប្រជាប្រដ្ឋខ្មែរដែលធ្វើខុសច្បាប់គាត់ចាប់គាត់ថាវិធានការតាមច្បាប់ហើយប្រជាប្រដ្ឋខ្មែរណាគ្រាន់តែតវ៉ាតាមសិទ្ធិដែលមានចែងទេគាត់អត់អាចគាត់ត្រូវតែចរចាឬមួយគាត់ត្រូវតែជជែកគ្នាប្រគ្រោះយោបល់គ្នាអីបើគាត់ធ្វើអញ្ចឹងគាត់អត់ជឿក្បាលជាមួយលោក Alex ទេព្រោះគាត់ត្រូវជឿក្បាលជាមួយនឹងប្រជាប្រដ្ឋខ្មែរយើងទូទាំងប្រទេស14-15លាននាក់ហើយក្នុងករណីនេះអញ្ចឹងគាត់ចាប់បានទទួលខុសត្រូវចំពោះអំណាចប្រជាប្រដ្ឋហ្នឹងអាហ្នឹងគាត់ឈប់មានបញ្ហាដែលគាត់មានបញ្ហានៅពេលបច្ចុប្បន្ននេះហើយបាទអរគុណងាកទៅ Alex អាចរៀបរាប់បន្តិចថាហេតុអីបាននិយាយលោកចូលមកនៅក្នុងប្រទេសកម្ពុជាហេតុអីក៏លោកឆាប់អារម្មណ៍តំបន់អរ៉ៃពីបបប្រវត្តិដោយខ្លីបន្តិចហើយអ្នកស្ដាប់បានដឹងផងបាទអរគុណច្រើនខ្ញុំមកស្រុកខ្មែរដំបូងឆ្នាំ2002បាទហើយនឹងមុននឹងខ្ញុំមកស្រុកខ្មែរខ្ញុំនៅខេត្តស៊ីសាខេតនៅទឹកដីបាទទឹកដីខ្មែរសរិនហើយនឹងក៏ខ្ញុំចាប់អារម្មណ៍ដំបូងហ្នឹងដោយសារឃើញថាព្រៃឈើនៅខេត្តព្រះវិហារវាព្រៃឈើវិច្រើនហ្នឹងហើយនឹងមានសត្វខ្លាសត្វដំរីហើយនឹងសត្វផ្សេងអញ្ចឹងហ្នឹងវាធ្វើឲ្យខ្ញុំរំភើបព្រោះនៅប្រទេសខ្ញុំវាព្រៃឈើវាស្ទើរតែអត់មានទេវាកាប់បំផ្លាញអស់ហើយអាហ្នឹង2002តើមកខ្ញុំចិត្តថានៅដំបូងអត់សូវចេះនិយាយភាសាខ្មែរហើយនឹងក៏អត់សូវរាក់ទាក់អីប្រហែលជាមួយជនជាតិខ្មែរទេយូរទៅឆ្នាំ2006 2007ចាប់ផ្ដើមមានលទ្ធភាពស្ដាប់ខ្មែរបាននិយាយជាមួយជនជាតិខ្មែរបានខ្ញុំចាប់ផ្ដើមភ្ញាក់ផ្អើលខ្ញុំឃើញថាជនជាតិខ្មែរជាមួយខ្ញុំដូចជាអាកប្បកិរិយាត្រូវគ្នាមែនទែនដូចជារាក់ទាក់គ្នាហើយនឹងខ្ញុំគិតថាឆ្នាំ2007ខ្ញុំបានសម្រេចចិត្តខ្ញុំអត់ចាក់ចេញទេតាំងពីឆ្នាំ2007រហូតដល់ឥឡូវនេះខ្ញុំចាក់ទុកខ្លួនឯងជាជនជាតិខ្មែរមួយរូបក៏ប៉ុន្តែខ្ញុំធ្លាប់ស្នើសុំឬក៏ព្យាយាមស្នើសុំជនជាតិខ្មែរដើម្បីជៀសវាងពីដូចជាធ្លាប់ព្យាយាមប្រហែល2 ដងហ្នឹងប៉ុន្តែលទ្ធផលគឺគេទាលុយរហូតដល់$50,000ហើយនឹងតាមច្បាប់ស្តីពីឬក៏ច្បាប់អន្តរជាតិបើសិនបើយើងទិញសញ្ជាតិហ្នឹងអាចជាប់ពន្ធនាគាររហូតដល់10 ឆ្នាំណាអញ្ចឹងឯហ្នឹងហេតុអីបើខ្ញុំធ្លាប់ស្នើសុំសញ្ជាតិដើម្បីឲ្យកុំឲ្យរឿងដែលកំពុងតែប្រឈមមុខរងថ្ងៃហ្នឹងកាត់ឡើងណាហើយនឹងមួយទៀតដោយសារខ្ញុំគិតថាវាសមនឹងហេតុផលខ្ញុំនៅខ្មែរយូរហើយធ្លាប់រៀនអក្សរធ្លាប់ជួយខ្មែរច្រើនដងវាចឹងខ្ញុំគិតថាវាជារឿងមួយដែលសមប៉ុន្តែវាគេអត់ព្រមឲ្យឬក៏គេទាលច្រើនពេកណាអញ្ចឹងសប្តាហ៍ថ្ងៃហ្នឹងប្រើប្រាស់ទិដ្ឋាការឬវីសាហ្នឹងបែបណាខ្ញុំអត់មានជំរឿការពីបន្តវីសាមួយឆ្នាំម្ដងបាទមួយឆ្នាំម្ដងឬក៏ជាអ្នកធ្វើការបាទជាអ្នកធ្វើការរយៈពេល12 ឆ្នាំអត់ដែលមានបញ្ហាអីទេឲ្យតែឲ្យលុយគេនឹងបន្តតែអាទិត្យមុនផ្ញើលុយ$280ដើម្បីគេបន្តតែគេបដិសេធដោយសារយុទ្ធនាការយើងអរ៉ែងវាប្រសិទ្ធភាពខ្លាំងពេកមានមនុស្សមួយចំនួនអត់ពេញចិត្តបាទតកតងនឹងតំបន់អរ៉ែងហ្នឹងលោកសំរងស៊ីលោកជាប្រធានក្រុមភាគតិចនៅរដ្ឋសភាលោកបានផ្ញើលិខិតមួយទៅក្រសួងមហាផ្ទៃដែរដោយលោកគិតថាអាឡិចនោះបានធ្វើការងារច្រើនដែលជួយក្នុងផ្នែកបរិស្ថានហើយ
លោកស្នើឲ្យក្រសួងមហាផ្ទៃនឹងជួយសម្រួលផ្ដល់ទឹកថាការឲ្យបានស្នាក់នៅឡើងវិញចង់ចំណុចនេះលោកវិរៈលោកចូលបែបណាដែរទី1តាក់ទងរឿងអរ៉ៃនេះខ្ញុំសូមបញ្ជាក់អារម្មណ៍ចេះបាទគ្មានបុគ្គលម្នាក់ណានៅក្នុងប្រទេសកម្ពុជាដែលដឹងថាតើការធ្វើវិរិយអគ្គិសនីនេះចំណេញឬមួយខាតទេបាទដោយសារអត់ទាន់មានការធ្វើស្រាវជ្រាវពិតប្រាកដមួយដែលជាចំហណានៅក្នុងនោះគឺត្រូវមានការធ្វើការវាយការវិតម្លៃទៅលើការផលប៉ះពាល់ទៅលើសង្គមបន្ទាប់ពីផលប៉ះពាល់ទៅសង្គមយើងធ្វើផលប៉ះពាល់ទៅលើបរិស្ថានសង្គមនេះបានមានមនុស្សនិងសហគមន៍ប្រជាពលរដ្ឋនៅរស់នៅទីនោះនឹងមិនមែនតែរស់នៅទីនោះទេការពិតប្រជាពលរដ្ឋកម្ពុជាទាំងមូលបើមិនយើងទៅលេងនៅហ្នឹងក៏យើងប៉ះពាល់ដែរយើងគេវិតម្លៃហ្នឹងគឺអ្នកសេដ្ឋកិច្ចគេរៀនសូត្រពីហ្នឹងគឺច្រើនណាស់ទី2គឺតកតងរឿងបរិស្ថានតាមពិតបរិស្ថានវិតម្លៃងាយស្រួលជាងដោយសារបើសិនជាយើងយកអ្នកជំនាញបរិស្ថានគឺអាចវិតម្លៃបានហើយគេអាចទាយបានថាតើប៉ះពាល់ហ្នឹងវាមានកម្រិតប៉ុណ្ណាអញ្ចឹងណាហើយគេអាចធ្វើបានដើម្បីជំនួសប៉ះពាល់មកខ្លះវិញឧទាហរណ៍ហើយមួយទៀតគេមើលគេវិតម្លៃពីផលចំណេញនិងខាតទៅលើការបូកសរុបចូលគ្នាពីសង្គមពីបរិស្ថានហើយនិងការចំណាយសេដ្ឋកិច្ចផ្សេងៗទៀតគេមើលទៅតើសេដ្ឋកិច្ចហ្នឹងគឺសម្រាប់អភិវឌ្ឍប្រទេសកម្ពុជាចំណេញឬមួយខាតប៉ុន្តែដូចខ្ញុំនិយាយថាអត់មានអ្នកដឹងដោយសារអត់មានខ្ញុំមិនទាន់ឃើញការសិក្សាបែបហ្នឹងមួយណាជាចំហដែលយើងអាចយកមកទៅដាក់លើតុទៅជែកគ្នាបានទេបានន័យថាអ្នកដែលនិយាយថាចំណេញក៏អត់ទាន់ឃើញអ្នកដែលនិយាយតែអះអាងតែខាតក៏ខ្ញុំមិនទាន់ឃើញដែរដោយសារអញ្ចឹងខ្ញុំមិនទាន់ជឿទាំងសងខាងហើយខ្ញុំរំពឹងសូមឲ្យមានការស្រាវជ្រាវបែបហ្នឹងនឹងជារឿងមួយដែលយើងចង់ឃើញហើយគួរតែជាទម្លាប់សម្រាប់គម្រោងទាំងអស់រួមទាំងដីសម្បត្តិសេដ្ឋកិច្ចជាច្រើនលានហិកតាដែលមនុស្សក្រុមហ៊ុនជាច្រើនក្រុមហ៊ុនហ្នឹងក៏ត្រូវតែធ្វើបែបហ្នឹងតាមពិតច្បាប់យើងចែងតែត្រូវធ្វើបែបហ្នឹងហើយដល់ពេលបច្ចុប្បន្ននេះខ្ញុំមិនទាន់ឃើញការវិតម្លៃហ្នឹងយកមកដាក់លើតុក្នុងការជជែកគ្នាទេហើយបើសិនជាមានមែនខ្ញុំស្វាគមន៍ហើយខ្ញុំគិតថាជាដំណើរការមួយល្អសម្រាប់ប្រទេសកម្ពុជាបាទអាហ្នឹងយើងគិតអញ្ចឹងទី2រឿងលោក Alex ចំពោះខ្ញុំគួរតែបន្តមួយឆ្នាំហើយចាំទៅជែកគ្នាបន្តទៀតមើលថាតើក្នុងករណីនៃការប៉ះពាល់នៃរ៉ៃហ្នឹងរដ្ឋាភិបាលគួរដោះស្រាយលើម៉េចហើយតាមពិតរឿងនេះគឺរឿងដែលយើងត្រូវបង្ខំឲ្យរដ្ឋាភិបាលក្នុងការជជែកគ្នាទៅរឿងផលប៉ះពាល់ហ្នឹងទេហើយផលប៉ះពាល់ច្បាប់យើងចែងតែគាត់ត្រូវធានាធ្វើប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះខ្ញុំមើលទៅមិនទាន់មានការជជែកគ្នាហើយការវិតម្លៃពិតប្រាកដមួយដែលយើងទុកចិត្តបានហើយដោយសារប្រវត្តិនៃបរាជ័យមិនដែលវិតម្លៃទៅលើផលប៉ះពាល់សង្គមណាពីដើមមករបស់រដ្ឋាភិបាលគ្រប់គម្រោងទាំងអស់ដែលខ្ញុំដឹងគឺរាប់រយរាប់ពាន់គម្រោងរួចទៅហើយហ្នឹងអញ្ចឹងគេមិនទុកចិត្តរដ្ឋាភិបាលគឺជារឿងមួយដែលសមស្របគឺត្រឹមត្រូវមិនទុកចិត្តគឺត្រឹមត្រូវបើទុកចិត្តបំផ្លែកបាទអរគុណភ្ជាប់អ្នកស្ដាប់បាទលោកវិរៈភ្ជាប់លោកជួនមកពីលោកមកពីអឺរ៉ុបបាទជំរាបសួរបាទលោកបាទជំរាបសួរលោករ៉ាឌីអាស៊ីសេរីជំរាបសួរលោកបាទលោកវិរៈហើយនិងលោកអាឡិចសាន់ដ្រូកូសាឡេសបាទជំរាបសួរខ្ញុំទូរស័ព្ទមកពីឈុតជួនខ្ញុំទូរស័ព្ទមកពីព្រំដែនអេស្ប៉ាញ៉ុលបារាំងពី200គីឡូម៉ែត្រពីបាត់សេឡូនបាទខ្ញុំសប្បាយចិត្តបានជួបរាជអាស៊ីសេរីខ្ញុំចង់និយាយពីរឿងប្រធានបទថ្ងៃនេះអត់ចង់និយាយទៅឆ្ងាយទេហេតុម៉េចបានជារដ្ឋមន្ត្រីក្រសួងប៉ូលីសខាងមហាផ្ទៃគាត់បានឈប់ឲ្យលោកអាឡិចសាន់ដ្រូនៅស្រុកខ្មែរខ្ញុំអត់និយាយពីរឿងផ្សេងទេពីព្រោះតើគាត់ធ្វើអីខុសសូមឲ្យលោកដែលតគេនេះគោរពច្បាប់កុំឲ្យនៅពីលើច្បាប់កុំឲ្យនៅពីក្រោមច្បាប់បើមិនជាលោកអាឡិចសាន់ដ្រូជាជនបរទេសគាត់នៅស្រុកខ្មែរជាង10ឆ្នាំទៅហើយបើមិនគាត់នៅផ្សេងនេះគាត់បានវិជាសម្បត្តិទៅហើយទាំងកាណាដាអាមេរិកឬបារាំងអីក៏ដោយអត់ទៅលើ10ឆ្នាំជាឲ្យហើយឬមួយគាត់មានគ្រីមមានបទអក្រិតឬមួយគាត់ traffic នៃdrug រថអត់មានឬមួយគាត់មានកំភ្លើងខុសច្បាប់ឬមួយគាត់ធ្វើ terrorist ឬមួយគាត់បង្រត់ក្មេងពលក្រមអាយុលោកទាំងអស់នោះអត់មានទាំងអស់ហេតុម៉េចក៏រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដេញគាត់ចេញអញ្ចឹងហើយបានខ្ញុំជឿចំពោះខ្ញុំដែលនៅអឺរ៉ុបខ្ញុំជឿថាគាត់មានចំពោះជាមួយនឹងលោកឈៀងវុនពីរឿងលោកអាឡិចបរិហាគេថាគាត់ទៅញ៉ាំកាហ្វេនៅជិតមន្ទីរនៅខាងរ៉ែហ្នឹងគាត់ឃើញអ្នកខ្លះប្រាក់ខែទឹកតែជីឆ្លងទឹកលិចស៊ីអានេះហើយដែលគេមិនសប្បាយចិត្តលោកអាឡិចនិយាយត្រូវពីព្រោះសុខខ្មែរមើលចូលវិលឡើងចូលយងរឿងអីក៏ដោយរួមមហាផ្ទៃខាងណាក៏ដោយខាងណាក៏ដោយចូលក៏ដោយធំក៏ដោយតែរៀបពុកលួយតែគេអត់បានទីពីរឿងពុកលួយទៅបានហើយអញ្ចឹងបានលោកអ៊ូរ៉ានិយាយត្រូវពីថាឲ្យចាំមើលទៅបានហើយវិជាខ្មែរបាទមានសំណួរអីទេលោកជួនបាទ
តែប្រព័ន្ធមកទៅហើយបាទគាត់លើកឡើងពីគុណសម្បត្តិរបស់លោកអាឡិចបាទថងចំណុចលោកឧបរៈមិញក៏បានលើកឡើងពីការសិក្សាស្រាវជ្រាវអាឡិចកន្លងមកអារ៉ៃមានការសិក្សាស្រាវជ្រាវណាមួយនៅខ្ញុំបានឃើញមានការសិក្សាស្រាវជ្រាវបឋមមួយដែលក្រសួងបានធ្វើហើយថ្មីនេះក៏មានការប៉ុនប៉ងចង់ចូលសិក្សាស្រាវជ្រាវទៀតដែរប៉ុន្តែកម្ពុជាបរដ្ឋហ្នឹងគាត់អត់ឲ្យចូលសិក្សាស្រាវជ្រាវមានរឿងហ្នឹងថាឡើងទេតាមពិតទៅក្រុមហ៊ុនដែលមានទូនាទីសិក្សាពីផលប៉ះពាល់បរិស្ថាននិងសង្គមនឹងឈ្មោះ SVK និងជាមួយនឹងក្រុមហ៊ុនសាវៈដែលប្រជាធ្លាប់មានវត្តមាននៅតំបន់អរ៉ែងប្រហែលជា2ម្ដងតាំងពីឆ្នាំ2006ណាព្រោះតាមពិតវិរិយអគ្គិសនីអរ៉ែងនឹងមិនមែនថ្មីទេជាគម្រោងយូរហើយដែលទ្របបានច្រានចោល2ដងដោយសារអត់ចំណេញទេក្រុមហ៊ុនទី2 China Guardian ក៏បាននិយាយខ្លួនឯងផ្ទាល់ថាដកគម្រោងចេញពីអរ៉ែងដោយសារអត់មានលក្ខចំណេញទេក្រុមហ៊ុនសាវ៉ានិងក្រុមហ៊ុន SVK ហ្នឹងយើងឃើញថាជាក្រុមហ៊ុនដែលអត់មានអភិក្រិតទេលំអៀងហេតុអីបើខ្ញុំថាលំអៀងសួរថា SVK និងសាវ៉ាហ្នឹងទៅសិក្សានៅអរ៉ែងហ្នឹងនៅក្រៅមកវាតសេដ្ឋកិច្ចរបស់ Sino Hydro ឬក៏ចាយលុយខ្លួនឯងឬក៏យកលុយពីរដ្ឋាភិបាលក្រោមលុយ Sino Hydro ហើយនឹងពេលដែលយើងសួរសាវ៉ា SVK បុគ្គលិក SVK សាវ៉ាហ្នឹងជាមន្ត្រីរាជការឬក៏ជាបុគ្គលិកគេថាអត់ទេជាសិទ្ធិមន្ត្រីរាជការនៅក្នុងក្រសួងរដ្ឋាភិបាលអញ្ចឹងរឿងហ្នឹងឲ្យគួរឲ្យយើងការតសង្ស័យអញ្ចឹងដូចលោកឧបរៈបាននិយាយហ្នឹងគេអត់ទាន់សិក្សាមែនណាប៉ុន្តែបើយើងមើលប្រវត្តិសាស្ត្រគ្រប់វិរិយអគ្គិសនីដែលបានសាងសង់រួចអស់ហើយដូចជាវិរិយអគ្គិសនីកំចៃជាដើមណាឬក៏វិរិយអគ្គិសនីតតៃសាងសង់បានមួយឆ្នាំជាងបានក្រុមសិក្សាចូលទៅសិក្សាអញ្ចឹងមិនថាយើងឃើញ6 7ដងជាប់គ្នាឥឡូវយើងលេងជាជាក់ទៅលើការសិក្សាទេពួកក្រុមហ៊ុនដដែលហ្នឹងក្រុមហ៊ុនសាវ៉ាក្រុមហ៊ុន SVK ដែលធ្លាប់ទៅអរ៉ែងគុំរៀងកំហែងប្រជាជនបោកប្រាស់ប្រជាជនយកប៉ូលីស10នាក់20នាក់ទៅកុំឲ្យយើងថតកុំឲ្យយើងជាសាក់សីអញ្ចឹងការសិក្សារបស់គេមិនអាចទទួលយកបានក្នុងនាមជាអ្នកស្រឡាញ់ព្រៃឈើហើយនឹងបើសិនបើសួរថាគុំអរ៉ែងគេរត់តែកពើរត់តែមិនអាចទទួលយកបានទេក្រុមហ៊ុនសាវ៉ានិង SVK អញ្ចឹងបើសិនបើមានការសិក្សាណាមួយអភិក្រិតពិតប្រាកដចេញពីសភាដែលមានចូលរួមពីអង្គការសង្គមស៊ីវិលនិងការសិក្សាអភិក្រិតពិតប្រាកដមិនមែនការសិក្សានៅក្រៅអាវ៉ាត់របស់ Sino Hydro ទេអាហ្នឹងយើងអាចទទួលយកបានយើងទៅសិក្សាជាមួយគ្នាបាទលោកថាពិតអ្វីដែលសិក្សាហ្នឹងបើតាមខ្ញុំដឹងគឺគេហៅថា feasibility study ការសិក្សាធ្វើទៅរួចមិនរួចហើយក្នុងករណីធ្វើទៅរួចមិនរួចហ្នឹងគឺភាគច្រើនប្រោតទៅលើតែរឿងសេដ្ឋកិច្ចទេបានន័យថាសេដ្ឋកិច្ចក្រុមហ៊ុនមិនមែនសេដ្ឋកិច្ចជាតិទៀតព្រោះសេដ្ឋកិច្ចជាតិគេមើលពីផលប៉ះពាល់ទាំងអស់សម្រាប់ប្រទេសជាតិទាំងមូលណាតាំងពីបរិស្ថានខ្ញុំថាតាំងពីបរិស្ថានតាំងពីសង្គមតាំងពីប្រជាពលរដ្ឋរស់នៅតាំងពីអ្នកទៅបំណងទៅលេងអ្នកដែលដឹងថាមានតំបន់ទេសចរឬមួយតំបន់ដែលស្អាតអញ្ចឹងក៏វាមានបេះដូងរំភើបអីចឹងទៅហ្នឹងវាមានសូម្បីសេដ្ឋកិច្ចគេថាយើងឲ្យតម្លៃទៅលើអ្វីមួយដែលមានទោះបីយើងអត់ទៅលេងក៏ដោយយើងឲ្យតម្លៃចឹងទៅឧទាហរណ៍អញ្ចឹងក្នុងករណីនេះការ feasibility study ហ្នឹងការវាយតម្លៃធ្វើកើតហ្នឹងគឺវាខុសគ្នាពីការវាយតម្លៃខ្ញុំរាយរាប់ហ្នឹងក្នុងការវាយតម្លៃពិតប្រាកដគឺត្រូវតែមានពីអង់គ្លេសថា cost benefit analysis ហ្នឹងការវាយតម្លៃផលប៉ះពាល់និងផលចំណេញហ្នឹងគឺក្នុងន័យមួយដែលគ្របដណ្ដប់សង្គមទាំងមូលក្នុងនឹងដែរខ្ញុំក៏ចង់ឆ្លើយតបទៅលោកឈួនបន្តិចលោកជួនថានៅក្នុងអឺរ៉ុបនៅសហរដ្ឋអាមេរិក10ឆ្នាំរស់នៅគេឲ្យសញ្ជាតិហើយតាមពិតកន្លែងនឹងមួយគឺរឿងច្បាប់សញ្ជាតិនៅសហរដ្ឋអាមេរិកដោយសារខ្ញុំមានសញ្ជាតិអាមេរិកផងដែររឿងហ្នឹងគឺមិនទាន់ត្រូវគ្នានៅឡើយទេគឺមានការរុញឲ្យអ្នកដែលរស់នៅទីនោះមានសិទ្ធិអញ្ចឹងប៉ុន្តែប្រទេសកម្ពុជាមិនទាន់មានច្បាប់អនុញ្ញាតទេហើយក្នុងករណីដែលមិនទាន់មានច្បាប់ហ្នឹងយើងក៏ត្រូវប្រុងប្រយ័ត្នដែរណាព្រោះអីថាឲ្យតែអ្នកដែលយើងពេញចិត្តរស់នៅ10ឆ្នាំយើងឲ្យមានសញ្ជាតិគ្រប់គ្នាទាំងអស់ចុះវៀតណាមដែលមិនដល់10ឆ្នាំមុនហើយឥឡូវនេះចិនដែលមកដល់10ឆ្នាំនេះគឺច្រើនមែនទែនហើយខ្ញុំដឹងគឺជារឿងមួយដែលប្រទេសកម្ពុជាត្រូវប្រុងប្រយ័ត្នមែនទែនព្រោះការហូរចូលនៃវិនិយោគចិននិងឥទ្ធិពលនយោបាយចិននេះក៏មានការហូរចូលនៃអ្នករុស្ស៊ីនិងកម្មករចិនច្រើនមែនទែនផងដែរហើយជាគ្រោះថ្នាក់មួយនៅក្នុងតំបន់អាហ្វ្រិកនៅទ្វីបអាហ្វ្រិកដែលយើងមើលឃើញរួចទៅហើយបើប្រទេសកម្ពុជាយើងអត់ប្រយ័ត្នពីច្បាប់បន្តអ្វីដោយលោកជួនបានលើកឡើងខ្ញុំថាជារឿងមួយដែលក៏បាត់មុខពីមុខពីវាអាចគ្រោះថ្នាក់ផងដែរ10ឆ្នាំវៀតណាមចូលអស់បាទអរគុណភ្ជាប់លោកកំលៀបនៅបាត់ដំបងបាទជំរាបសួរលោកកំលៀបបាទសូមគោរពជំរាបសួរលោកសម្រាប់ស្គាល់សូមគោរពជំរាបសួរលោកពូវរៈសូមគោរពជំរាបសួរលោកកលៃខាន់ត្រូផងដែរបាទសួរបាទគឺសំណួរខ្ញុំថ្ងៃនេះគឺថាខ្ញុំចង់សួរទៅក្រសួងមហាផ្ទៃ
ตัวตากระทรวงมหาดไทยในประเทศนาจักรกัมพูชีปัวแต่ปรญับปรญัลบันไดโลกอะไรคันโตรได้จะจนเจ็ดแอคต้านเจ็ดในเยสตาไม่ละอบ่มพอดไอ้เจียใบตากาเปียต้นเทียนก่อนไม่เยอะนะอ่อยกงวงเนี่ยหรือก็ปรญับปรญัลดึงส่วนเจ็ดยุ่นแต่มันเจ็ดไม่ต่อหรือก็เจ็ดละกำปงการในซาเขามาเป็นไตทะเลซาหรือก็เป็นไตสมุทรการไปเจียหรือก็เต้าปรญับปรญัลดึงจนเจ็ดเช่นกำปงการรูปเรียนเป็นเตรียมที่โยกรายเรียกโดยเฉพาะลงพลึกแอบบัดบ้องโดยเฉียนเราจะแก้ได้หรือเปล่ามายังเรียกจิตแอบบัดบ้องตรงออกคุณตรงกรุบเรียบบ่าออกคุณเรากำเรียกอดเป็นกระทรวงมหาดไทยมาช่วยชลายที่เป็นสินดูนี่ชวนแต่เราอุปถัมภ์ก็ให้ชลายบ้างลูกมีจุดจิตเวียดนามชรานะแต่แจ็คไมรู้โดยโลกอเล็กซ์เป็นจุดจิตจันชรานะก็แจ็คไมรู้โดยโลกอเล็กซ์เช่นบัสันจิตเพิ่งไปกันเลยการแจ็คไมรู้แจ็คไมแค่เมื่อได้จิตตามวยดอทโต้เหมือนกันยังเธอมาเธอโกนโยบายปฏิเสธมวยทั้งหมดมันไอเพิ่งไปกันเลยการเรื่องอันสาธิตไปในโลกเลิกลายนี่จะพวกฉันคือจะการรูปเพียบเรื่องอันมวยได้ยังมันไอสอบตามฉบับอันตรจิตมันเองแต่ยังมันอาจทั่วตามปฏิจิตมันอาจทั่วตามโลกมันเองให้มันเชื่อตากระดับปะประชังไปการทำนายก็อาจเอาโลกอเล็กซ์โจสินจิตโอโต้โดยสไปวอตให้ดึงเอาจุดจิตเป็นน้ำดึงจิตก็อดการได้คือจะการผมเปลี่ยนโดยฉบับอันตรจิตมวยอย่างเช่นโครงการในนึงให้เด็กชมเลิกลายให้เลิกลายที่ถักการแต่จิตนี้เป็นเรื่องโกลโยบายดอกไซจุดลมอัดกันเลยจนเรื่องเต่าไว้นี่คือเรื่องมวยเด็กจำไว้สำหรับเด็กคำชี้ยังดอกไซไอ้โครงในมวยเด็กโยนอันวอตครบทั้งออกเรียบ้านนะก็มอยแต่อันวัดสมัยตลกอเล็กซ์เพลย์จากเราไปชนชีพเวียดนามเกี่ยวกับดอกชามโดยลูกจูนเลือกหลายการนั้นเรื่องมุดเสียเตียนมันอาจช่วยจังมาเถอะอันวัดสมาธินี้ให้การอันวัดสมาธินี้คือละอ้อสำหรับอนาคตในประเทศกัมพูชียืนนั่นคือการปฏิกระรำระบบชมตะวันตกบ้างบางคนชอบปริมาณเนี่ยที่โลกดอมมาปีพนมเปญบ้าโลดอมบ้าแต่โลจะมีตัวบ้านใช่ไหมบ้านที่มองจะมีตัวโลกเล็กยังโลกูเนี่ยท้องน้องมาถึงสู้บ้างบ้านย้อมเลยจะดำคอตีพนมเปญใจเชียสมาชิกระดับกรมสมาคมสมบัติกับปัญญาขมายจ้างแบบเจ้าโลกเล็กติ๊กคาตาโลกเล็กแบบต้นเชียร์ราคาที่มาโลกต้นใต้บันเด้งเจงโลกเล็กจนจะกลายเป็นเด็กเราใช้หนกไทยนั้นจับเลยจนภาพประจุแต่ดาวเอสปานโลกเล็กยังมีกลุ่มโรงหนึ่งเพื่อจะรับมากับใครตีให้ราคาที่บาทการนึงมันต้นติดจับหนึ่งจูนให้ที่เจ้าประกันที่ทางที่เจ้าประกันแต่คนสมัครแต่ตีรัฐามันเอาโลกเล็กจะตัวซ้อนเลยที่ทางมันเอาโลกเล็กโจมาครองประเทศกัมพูชีเตี้ยเราจะเจ้าปีชาปีบล็อกบังโกจะลาซอสไปเรียเรียงการอภิวัตของประเทศกัมพูชีตาลูกเล็กเทคลาสพวกกุ๊กไรซอเด็กมันสู้ได้ร้องตาลูกเล็กเฮียนมาการตีตะไคร้ขมายไปต่อตีให้ลูกอูเรียกมันฟองตัวลูกอูเรียกไปเกี่ยใต้ทาตาแบบเส้นเทียกาบนเด้งเจงลูกเล็กเจงตกขมายได้เชี่ยจะทำมือจุนระบบองการในการทำมือเชี่ยได้เชี่ยจะทำจุนบ่อเตี้ยมาการตีได้ขมายตีตาอาเจียกลมรู้ได้อักระด้วยจิตการกัดบังทอยการกระรุกอาทิตย์เจียทับไตหรือโกการมันกระรุกจะเลือจนบ่อเตี้ยแต่กดเมียนสันดานเจ็ดละอมันตกมาจังยืนกระตันจะนับแบบสันเจียนเรื่องปัญหาแต่อลังการหลังจากอาเจียกลมรู้เด็กช่วยละทิตย์เจียทับไตตัวอันทอยได้เตลูเรียบ้านที่มาเลี้ยดำเอาคนจ้าบ้องเอาคนถึงเด็กเรียนบ้าเอาคนบ้าเอาดำเจงอะไรหมดบางย่อมก็ถ้ายุตินี้การแต่ยังบ้านของกาเชียงพี่ชนำแต่คุมพงจากกาพี่สมบูรณ์แรงหนึ่งปริเชอหนึ่งตอนเทียนสมัยเชียนแค่ก็เขานึงยังเคยทำวิจัยประดามดาหรือรู้ให้หนึ่งอะไรตับประตูอับสำคัญเลยจึงดิ้งแบบcáiดิ้งเตอvàดิ้งเตอvìอับสำคัญเลยพวกอยู่จนในบ้านโจรุ่มมวยเยอะแต่สากลมูลฐานการติดเชื้อการประชดปริเชอคลังยืมย่อมมาร้อยดองเลยจังโจนายบอกยืมในแต่บนต่อตะมุกแต่ได้ให้นึงบอกสันแบบcáiดิ้งแมนยมเชื่อท่าสการประชดปริเชอต่างเนื้อกับไอ้ยมรองไงนั้นกลายติดเชื้อสการประชดปริเชอคลังยืมมุ่งหนึ่งคลายืมมุ่งนั้นทีนี้ยมกันท่าบอกสันแบบcáiดิ้งแมนเรื่องนึงเวียบอมพ่อเราอยู่จนเยี่ยชรานโจร่วมจมูกเยี่ยงกันตัดชรานยังมุ่งเด็ดไอ้นั้นยมกันท่าจะต้องนึงสำนวนตายมคลายจะอดยมไม่นับคลายจะเนื้อเยี่ยงจะทำมีอารมณ์คลายจะบางทีแม่ยมคลายมันตัวเมาชอบไปยมคลายมันตัวเมายมแทมหรือเบื้องคลังยังมันเตียดแทมไหมมีในท่าแทมหรือเบื้องไม่ท่ายัง
ពង្រឹងយុទ្ធនាការរបស់យើងហើយនឹងយើងធ្វើការខ្លាំងជាងមុនទៅទៀតហើយនឹងយើងមានមោទនភាពពេញខ្លួនខ្ញុំគិតថាកំរណាស់ដែលមានជនជាតិបរទេសមកជួយសង្គមស៊ីវិលឬក៏មកជួយការពារបរិស្ថានឬក៏ការពារសិទ្ធិមនុស្សហើយនឹងគេដេញកំររយៈពេល20ឆ្នាំធ្លាប់និយាយរួមបើសិនបើគេដេញខ្ញុំជាបរទេសទីមានតែបរទេសតែម្នាក់គាត់ទេតែគេដេញព្រមមានអង្គការ Global Witness ម្ដងប៉ុន្តែគេអត់មានដេញទេគេហាមចូលមករយៈបន្តសន្នទេគេអត់មានដេញទេការបង្ខំឲ្យចេញពីប្រទេសខ្មែរដោយសារលោកដែររឿងសង្គមស៊ីវិលខ្ញុំជាលើកទី1អញ្ចឹងវាបញ្ជាក់ថាអ្វីដែលយើងបានទួកន្លងមកនោះគឺបញ្ជាក់ថាមានប្រសិទ្ធភាពខ្លាំងមែនតើអញ្ចឹងខ្ញុំមោទនភាពទៅលើលទ្ធផលនៃការងារហើយនឹងយុវជនដែលមកចំនួនឬក៏មកធ្វើការខ្លាំងជាងខ្ញុំគឺច្រើនអញ្ចឹងខ្ញុំដូចញ៉ាំចំគឺលេងខលទេបាទចំនួនទៅលោកវិរៈតើការបណ្ដឹងចេញវាជាទីហោក្រក់សម្រាប់ប្រជាធិបតេយ្យវាមិនទាំងស្រុងទេវាជាឧទាហរណ៍មួយនៃការដែលក្រសួងមហាផ្ទៃឬមួយក៏រដ្ឋាភិបាលមិនគោរពទៅលើច្បាប់របស់ខ្លួនឬមួយក៏ក្នុងករណីនៃនីតិវិធីនេះគឺមានភាពលំអៀងបានន័យថាអ្នកដែលគាត់មិនពេញចិត្តគាត់មានបំណងបណ្ដឹងចេញអញ្ចឹងទៅបើសិនយើងមើលបើតាក់ទងរឿងបើសិនជាលោក Alex ប្រព្រឹត្តនៅបទខុសច្បាប់ណាមួយបទល្មើសខុសច្បាប់ណាមួយការបណ្ដឹងចេញគឺជារឿងធម្មតាទេសហរដ្ឋអាមេរិកក៏គេធ្វើអញ្ចឹងដែរប៉ុន្តែយើងពឹងផ្អែកទៅលើអ្វីមួយដែលខុសច្បាប់រួមខុសច្បាប់ដោយតតែមានការវិនិច្ឆ័យដោយតុលាការតាមពិតជាក់ស្ដែងមែនទែនប៉ុន្តែប្រទេសខ្លះគេមិនទៅដល់តុលាការទេបើសិនជាលោក Alex គេព្រមក្រសួងគេចង់ដេញចេញគេឬមួយគេប្រាប់លោក Alex ព្រមចេញអាហ្នឹងគេមិនទៅដល់តុលាការហ្នឹងគឺជារឿងមួយមិនខុសច្បាប់មិនខុសពីនីតិវិធីក្នុងប្រទេសដទៃដែរប្រទេសដទៃគេធ្វើអញ្ចឹងដែរក្រសួងគេសម្រេចហើយបើសិនយើងព្រមចេញទៅចេញទៅបើតែបើយើងអត់ព្រមចេញយើងមានសិទ្ធិក្នុងការសវនកម្មតុលាការគេអត់មានសិទ្ធិដេញយើងចេញដោយមិនមានឱកាសក្នុងការវិនិច្ឆ័យទេព្រោះបើយើងមើលខ្លឹមសារច្បាប់ថាតលតែតុលាការវិនិច្ឆ័យទើបដឹងថាខុសច្បាប់ឬមិនខុសច្បាប់ពិតដូចយើងគេចោទលោក Alexa បានរៀបរៀងបិទផ្លូវសំណួរសួរតើមានផុសតាងអីកន្លែងណាហើយតាមតាណាគេជាអ្នកវិនិច្ឆ័យបើអ្នកចោទជាក្រសួងហើយអ្នកវិនិច្ឆ័យជាក្រសួងវាមិនត្រូវវាអ្នកចោទហើយអ្នកវិនិច្ឆ័យទៅមួយណាអញ្ចឹងគាត់មិនយល់ព្រមជាមួយគ្នាគាត់មិនទៅមួយអាហ្នឹងហើយដែលយើងជួយឲ្យតុលាការឯករាជ្យទី2ដែលខ្ញុំនិយាយថាមិនប្រកាសទាំងស្រុងនោះដោយសារខ្ញុំចង់ផ្ដោតទៅលើសកម្មជនប្រជាពលរដ្ឋខ្មែរយើងប្រជាពលរដ្ឋខ្មែរយើងគាត់រងការគៀបសង្កត់ច្រើនរូបភាពដូចខ្ញុំនិយាយពីដើមអញ្ចឹងហើយអ្នកទៅជាប់ពន្ធនាគារដោយសារសកម្មភាពបរិស្ថានសកម្មភាពតវ៉ារឿងដីធ្លីសកម្មភាពរឿងប្រជាធិបតេយ្យនេះក៏ច្រើនណាស់ដែរសូមយើងប្រជាពលរដ្ឋទាំងអស់គ្នាក៏ភ្លេចពីរឿងហ្នឹងហើយជួយការពារពួកគាត់ផងកុំភ្លេចពួកគាត់ដោយសារគាត់មិនមែនជនបរទេសយើងស្រាប់ឲ្យតម្លៃគាត់តិចជាងក៏មិនកើតដែរអាហ្នឹងគឺជាការបញ្ញាអារម្មណ៍មួយហើយរឿងប្រជាធិបតេយ្យរឿងមុំរឿងមិនរឿងមុំគឺវាត្រូវចេញពីប្រជាពលរដ្ឋបេះដូងខ្មែរយើងផងដែរក្នុងការចូលរួមទាំងអស់គ្នានេះផងដែរជារឿងមួយដែលខ្ញុំចង់ឲ្យយើងយកចិត្តទុកដាក់ផងដែរបាទទៅមានចំណុចមួយដែលមិញជជែកគ្នាលោកលើកឡើងពី1-2ដែលរដ្ឋាភិបាលចំណេញដូចថានិយាយពីរឿងគណៈបកប្រជាជន CPP វិញតែចំណេញទេពេលដែលដេញអាឡិចចេញនៅពេលដែលអាឡិចកំពុងតែល្បីឈ្មោះជាខ្ញុំមើលទៅរឿងឲ្យតែធ្វើអីក៏ដោយដែលមិនស្របទៅតាមនីតិវិធីខ្ញុំមើលទៅខាត់ដល់រដ្ឋាភិបាលវាឆ្លុះបញ្ចាំងទៅលើសកម្មភាពក្នុងរឿងអរ៉ៃនឹងកាន់តែខ្លាំងហើយក៏មិនមែនតែប៉ុណ្្នឹងទេខ្ញុំមើលទៅនឹងបដោតទៅលើសកម្មជនផ្សេងទៀតដែលកំពុងជាប់ពន្ធនាគារនៅពេលបច្ចុប្បន្ននេះហើយសកម្មជនទាំងនោះគឺមិនមែនជនជាតិបរទេសទេគឺជាជនខ្មែរប៉ុន្តែពួកគាត់ក៏ជាអ្នកដែលឈឺចាប់បំផុតនៅក្នុងពន្ធនាគារនៅពេលបច្ចុប្បន្នផងដែរអញ្ចឹងចំពោះខ្ញុំមិនចំណេញទេដែលសោកស្ដាយនោះគឺរដ្ឋាភិបាលហាក់ដូចជាមិនដឹងថាតើត្រូវដោះស្រាយយ៉ាងម៉េចនៅពេលដែលគាត់ត្រូវគោរពសិទ្ធិគេដូចខ្ញុំថានេះបើដើមមកគាត់គំរាមខ្លះទៅគាត់ក្អកខ្លះទៅគាត់កំហែងខ្លះទៅគាត់ប្រើតុលាការខ្លះទៅគឺគាត់អាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងភ័យខ្លាចប៉ុន្តែដល់ពេលយើងបង្ខំឲ្យគាត់គោរពសិទ្ធិគេគាត់មិនដឹងថាធ្វើម៉េចហើយខ្ញុំថាចុះបើគោរពសិទ្ធិគេហើយក៏ត្រូវដោះស្រាយទៅតាមនីតិវិធីរបៀបប្រជាធិបតេយ្យបានន័យថាយកផុសតាំងពិតប្រាកដមកថាការធ្វើវេរីកេសនីនៅតំបន់អរ៉ៃនេះចំណេញពិតប្រាកដប៉ះពាល់បរិស្ថានប៉ុណ្ណាប៉ះពាល់សង្គមប៉ះពាល់ប្រជាពលរដ្ឋប៉ុណ្ណាយកផុសតាំងពិតប្រាកដឲ្យត្រឹមត្រូវមួយនោះអាហ្នឹងគឺគាត់ឈ្នះហើយបើគាត់មានមូលដ្ឋានច្បាស់លាស់គឺមិនងាយគេតវ៉ាជាមួយគាត់បើតាមខ្ញុំដឹងគឺគាត់មានផុសតាំងអីច្បាស់លាស់ហើយអាហ្នឹងហើយដែលជាមូលហេតុដែលធ្វើឲ្យគេគ្រប់គ្រងលោក Alex និងប្រជាពលរដ្ឋនៅក្នុងតំបន់អរ៉ៃហ្នឹងបាទអរគុណខ្ជាប់ប្រិមិត្តអ្នកទៀតមកពីបាត់ដំបងបាទលោកលីនបាទអញ្ជើញបាទលោកលីន
chơi luôn miên sườn đồi ấy mà chơi tam tất trong mình chơi chắc tính mà chơi thì tiền món con tay khởi đi về rừng thì tiền mua khai dưỡng sản được bên rừng từ mấy số tăng bản sản mọi dạng đi chọn là tha thưa ấy nhân tập ảnh ấy khả năng rừng bên khai miền giác miền mình được con bởi dạ chọn dạ đôi rừng trên vốn dạ là ấy mà nước có miền khối như là miền của quê thành đó miền đôi chia từ đôi chia thì phải toàn đấy chẳng con tờ rừng dạ phải cả la mà đây miền là sao nhưng rồi ngay cái chọn đã tôi dạ phải cả la nó trong mấy này làm tới hơi vì thiệt thèm nhưng gì toàn nước trái là dụng chiên cả đàn vào đấy nhưng nhưng mà dụ trái nhưng liên thôn bán tích con này cho cả bán trái này hay nhưng mà nước nhóm cứ đôi xí chẳng mà áo đeo của mình trôi chặt thử ấy ở kia đằng ta nhà chanh ở mùi con nó luôn nè thom trên cáo không ăn từng này thịt của mặt luôn anh không là phê chứ thử gì chẳng máy chay thì chia phô là phô đó buôn bọc hết miền nè đi công miền nè mót từ lê miền nè bọn về riệp miền nè bọn phun nôm cà phê không anh nhưng còn là nhà xa tới thế lục an để kết bộ bọc luôn anh ấy bây giờ nào là mình bạn họ con trai mà vào miền đây chứ lục lấy đây kia mà đánh tranh lục cũng chó phố số bay lục giá sky lục xuống giá số bật đi còn đỉnh đấy phải chấm phân luôn đúng không bạn họ con ở kia thư xong luôn tay sọc mày ơi bạn họ con trai luôn bạn sao tại pe rồi lia dương chết ở đây bạn họ con bà mấy con lực láng chia thì họ mùi gần dẹp hè cả là còn lực láng thà ở đây thống ai bay trai ở chi con porot chỗ này rồi còn nhạc xây tiếp chỉ bay chỉ buồn ở một phê đây chẳng thế bà anh lấy sọt thời cái bay trai từ không một phê nào mùi đấy đôi chia ấp đăng này này ấp đi mình nhom vậy tôi nhom sạp ấp thời ban mấy nhom nơi không ai yêu hay gì không ai chả tại chúng ta nhom sạp ấp thời ban này nhom vậy tôi bà lốp thời ban kia ăn đi đôi chia ấp này hay năng có chia mua là hết mua là nhom bản nhiều chấm là nhom luôn này là thấy Campuchia là ra chuyện chuyện không ai năng nhom từ khné hay năng đôi chia cùng ron á miền mình được là màu chia màu mường như cùng ron á mà dương mưa chia chân thom ra tầm bắt tới cao số phần buôn phía rồi cái control sẽ làm việc là nhiều bạn cứ cái sở sàng tai miên mà chấm nuốt túi bầm phật mình môi phía rồi đại ở control đại mà đưa là cầm bông thả rồi ngay nó cầm bông thả rồi bình anh đang tôn năng sầm nua mình tôn năng ta khả bạn CVP lẹ chia phía rõ nhiều cái thà mà rồi phía rồi những lẹ chia phía đại sai cái là sao chẳng tệ chia chống cao số phần buôn phía rồi nó cứ trong ao lấy rùa nô là hốt còn tại mùi bịa đó là lọt trong ở lệnh nói chân bà ca xong lại chân đứng mình đã thiệt và chia bề phía bài khăn bằng phật này lúc đây bên chỉ mòn mình bớt sân chỉ xem về nè cái nạp phạm vì gì chuồn với xem vô mà nó đưa lục Alex như một đạo tập mù chỉ một xem hết chỉ cái này bố ấy vì miền bị giáo NP để cái nạp phạm cầm lại muốn tập thằng thái cục trồng rồi hay lục Alex ai đo trồng muối để mình thấy mình ai phải bán thế chẳng dừng vô cục trồng chối bị đặt cục trồng chối to là mình cục trồng chối mình cục trồng chối nè đã hay ao chỉ muối dừng chặt cục trồng chối thì chẳng khi mơ tới riêng lục Alex cứ chỉ riêng muối để miền bị giáo hay mình bị giáo xem chít còn mình miền bị giáo xem cái nạp phạm cầm lại đại muối tiết vay để dừng chơi cái này cứ tẹt tung về Kisni ban này tập trung nộp tất đầm bấy vô Kisni nộp tất Campuchia khi mình toàn lư cả để chơi Kisni bị cô nhiều bay Kisni là lại để cô nhiều bay Kisni cứ chỉ đứng ngoài để chạm bay khi dễ hay dễ tiết và tê để ai phải vót mà chuông khao cái passport phải than class đầm bấy phao bị giỏi Kisni với đầm bấy phao giỏi sẽ được cạnh còn tại không này mỗi để khi thứ ca sắc xa cho bản lo muối hay khi từ tuổi có tới chừng buộc chỉ rót để passportนั่นคือมีนให้สารอนเบกกลมยัยดอดคือชมเราสารอนเบกคือมีนชายังเคคือเรียกสิตัวโนเรียกสิมีนชาเหมือนกันแล้วจันทีนโซตินั้นก็มีนเรียกตัวโนเรียกสิชานะแล้วนี่คือในครองดมอนขังเชิงเยื้องจะโคมาปีเลอมาเยื้องนั่นคือก็ตุบตักชาเหมือนนั้นคือในประเทศเลียว
នឹងគឺជារឿងមួយដែលយើងត្រូវប្រុងប្រយ័ត្នមែនទែនយើងត្រូវតែជ័យគ្នាផងដែរប៉ុន្តែប្រទេសកម្ពុជាត្រូវការតែជ័យគ្នាពីគោលនយោបាយអគ្គិសនីនេះគឺជាគោលនយោបាយមួយសំខាន់សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មហើយបើសិនជាយើងអត់មានភ្លើងទេក៏យើងមានរឿងច្រើនដែរយើងពីប្រទេសយើងក៏ពិបាកក្នុងការឈានទៅមុខដែរអញ្ចឹងហើយបានអ្នកនយោបាយត្រូវគិតពីរឿងជាតិនេះត្រូវមិនមែនជារឿងងាយទេក្នុងការជជែកគ្នាពីរឿងគោលនយោបាយសមហេតុផលមួយសមរម្យមួយតាក់ទងរឿងអគ្គិសនីនេះអញ្ចឹងក្នុងឆន្ទៈនឹងខ្ញុំថាគួរតែមើលទំនប់ទឹកវារីអគ្គិសនីជាជំរើសមួយក្នុងចំណោមជំរើសផ្សេងទៀតដែលយើងអាចរកអគ្គិសនីវិញបានបើមិនយើងអាចគិតក្នុងន័យហ្នឹងយើងថ្លៃបានតើយើងអាចមានឧទាហរណ៍ប្រព័ន្ធអគ្គិសនីណាដែលវាអាចថោកជាងឬមកថ្លៃជាងបន្តិចមិនដែលប៉ះពាល់សង្គមឬបរិស្ថានទៅជាងវាអាចឧទាហរណ៍នៅពេលបច្ចុប្បន្ននេះជប៉ុនកំពុងមានបច្ចេកវិទ្យាមួយដែលយកធ្យូងយកដុតហើយមិនប៉ះពាល់ទៅលើផ្សែងទៀតប៉ុន្តែហ្នឹងបើធ្យូងអត់ប៉ះពាល់ទៅលើផ្សែងលើនេះណាខ្យល់ណាប៉ុន្តែបើសិនជាមានឥឡូវបច្ចេកវិទ្យាដែលធ្វើឲ្យគេហៅដុតធ្យូងថ្មដែលមានលក្ខណៈស្អាតដល់ខ្យល់មិនប៉ះពាល់លើផ្សែងហ្នឹងគឺ capture គេយកផ្ទុកវាបានអាហ្នឹងក៏ជាជំរើសមួយដែលយើងគួរពិចារណាដែរជាជំរើសមួយដែលផ្ទុយខុសពីវិរិយអគ្គិសនីផងដែរដោយសារវាអត់យើងដឹងរឿងមួយពេលដុតធ្យូងហ្នឹងយ៉ាងហោចណាស់ក៏អត់ប៉ះពាល់ទៅលើប្រជាពលរដ្ឋប្រហែលដែរទៅប៉ះពាល់ទៅលើសង្គមប្រហែលដែរអាហ្នឹងយើងដឹងអញ្ចឹងរឿងខ្លះយើងត្រូវថ្លឹងថ្លែងប៉ុន្តែខ្ញុំមើលទៅដោយសារយើងផ្ដោតតែមួយជ្រុងទៅតាមតែចិនដែលឲ្យលុយយើងខ្ចីហ្នឹងខ្ញុំមើលទៅគួរស្នាក់ស្ងាត់ប្រទេសជាតិយើងណាបាទអរគុណបាទដោយសារតែពេលវេលាអស់ហើយបាទប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅថ្ងៃស្អែកនីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនឹងពិភាក្សាទៅលើប្រធានបទមួយទៀតដែលនិយាយអំពីឱកាសរបស់កុមារក្រីក្រនៅក្នុងការទទួលបានការអប់រំហើយក៏មានវាគ្មិនពីខាងក្រសួងអប់រំចូលរួមជាវាគ្មិនបាទហើយលើនេះនីតិវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីពិសេសយើងពិភាក្សាអំពីបញ្ហាជនបរទេសថាតើរដ្ឋាភិបាលគួរតែទុកឬក៏គួរតែបណ្ដេញចេញហើយយើងសិក្សារឿងច្រើនពីអាឡិចច្រើនបានទទួលការអាងពីអាឡិចច្រើនដែរថាมันនឹងសម្រេចតាមការសម្រេចរបស់រដ្ឋាភិបាលប៉ុន្តែអាឡិចនៅប្រឹងប្រែងតស៊ូដើម្បីទុនធានធម្មជាតិទៅដែរបាទអរគុណលោកវាគ្មិនទាំងពីរបាទហើយសូមអរគុណប្រិយមិត្តអ្នកស្ដាប់វិទ្យុអាស៊ីសេរីទាំងអស់ក្រុមការងារទាំងអស់សូមអរគុណសូមប្រពៃបាទ